Chị Riệp xuaបងប្អូនអ្នកសិក្សាភាសាខ្លះទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងទៀតចាអញ្ចឹងថ្ងៃមុនអ្នកគ្រូបានបង្រៀនរួចមកហើយអំពីថ្នាក់ពាក្យនាមអំពីនាមអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពីគុណនាមម្ដងចាអញ្ចឹងតើអ្វីទៅជាគុណនាមអញ្ចឹងបងប្អូនទាំងអស់គ្នានឹងបានដឹងច្បាស់អំពីថាអ្វីទៅជាគុណនាមអញ្ចឹងកុំឲ្យខាត់ពេលយូរចាតាមដានវីដេអូនេះទាំងអស់គ្នាចាចាចឹងនិយមន័យរបស់វានេះគឺ what is an adjective ចាមានន័យថាអ្វីទៅគឺជាគុណនាមគុណនាមគឺជាពាក្យដែលប្រើសម្រាប់បញ្ជាក់សភាពលក្ខណៈឬពណ៌សម្បុររបស់នាមចានាមដូចជាមនុស្សសត្វវត្ថុឬទីកន្លែងដើម្បីឲ្យមានន័យកាន់តែច្បាស់លាស់ចាហ្នឹងគឺជានិយមន័យរបស់គុណនាមចាចាអញ្ចឹងយើងចូលមើលឧទាហរណ៍មើលថាគុណនាមហ្នឹងគឺមានពាក្យអ្វីខ្លះចាគុណនាមហ្នឹងគឺមានពាក្យដូចខាងក្រោមនេះចាមានពាក្យថា big ចាថ្នាក់ពាក្យជាគុណនាមអ្នកគ្រូដាក់អក្សរកាត់ A D J ហ្នឹងមានន័យថា adjective នេះឯងគឺមានន័យថាគុណនាម big ធំចា small តូចចា tall ខ្ពស់ short មានន័យថាទាបឬក៏ខ្លីចាចឹងពាក្យទាំងអស់ហ្នឹងហើយគឺសំដៅទៅលើគុណនាមចាចឹងយើងមើលឧទាហរណ៍តទៀតគឺពាក្យថា happy ចា happy មានន័យថាសប្បាយចាថ្នាក់ពាក្យក៏ជាគុណនាមដែរចា sad ចា sad ហ្នឹងមានន័យថាអត់សប្បាយចិត្តឬក៏សោកសៅហ្នឹងគេហៅថា sad ចាចឹងពណ៌តេតទៅនឹងពណ៌ red ពណ៌ក្រហម blue ពណ៌ខៀវចាអញ្ចឹងពាក្យទាំងអស់នេះគឺសំដៅទៅលើគុណនាមសំដៅទៅលើអារម្មណ៍គុណនាមសំដៅទៅលើពណ៌ចាយើងមើលតទៀតគឺគុណនាមដែរគឺពាក្យថា good ប្រែថាល្អចា bad អាក្រក់ hot ចាមានន័យថាក្តៅចា cold មានន័យថាត្រជាក់អញ្ចឹងពាក្យទាំងអស់នេះគឺគុណនាមដូចគ្នាចាល្អអាក្រក់ចាក្តៅត្រជាក់អីហ្នឹងគឺថ្នាក់ពាក្យរបស់វាគឺជាគុណនាមចាយើងមើលចំណាំនេះចាអញ្ចឹងយើងមើលរបៀបចំណាំធ្វើម៉េចបានដឹងថាការប្រើប្រាស់គុណនាមបែបម៉េចនៅក្នុងប្រយោគនីមួយៗអញ្ចឹងគេដាក់ថា note ចំណាំចាអញ្ចឹងទី1នេះគេដាក់ adjective usually comes ចាមានន័យថាគុណនាមហ្នឹងតែងតែនៅទី1តែនៅខាងមុខនាមចា before the noun អញ្ចឹង before the noun ហ្នឹងមានន័យថានៅខាងមុខនាមគុណនាមហ្នឹងវាដើរតួនៅខាងមុខនាមហើយវាបញ្ជាក់ន័យឲ្យនាមអញ្ចឹងឧទាហរណ៍ថា a big dog ចាអញ្ចឹង big នឹងហើយគឺជាគុណនាមនឹងថ្នាក់ពាក្យវាជាគុណនាមហើយ dog នេះគឺជានាមអញ្ចឹងគេថាគុណនាមគឺជាពាក្យសម្រាប់បញ្ជាក់ន័យឲ្យនាមចាអញ្ចឹងបញ្ជាក់ថាឆ្កែហ្នឹងគឺធំចាអញ្ចឹងវានៅខាងមុខនាមចាគុណនាមវានៅខាងមុខនាមនេះវានៅខាងមុខពាក្យ dog នេះឯងគឺបញ្ជាក់ថាវាជាគុណនាមចាអញ្ចឹងទី1នេះវានៅខាងមុខនាមហើយទី2គឺ after is or are អញ្ចឹង after មានន័យថានៅបន្ទាប់ពីកិរិយាសព្ទ is ឬក៏ are ចាអញ្ចឹងគុណនាមហ្នឹងវានៅខាងបន្ទាប់ពី is ហើយនឹង are នឹងគេហៅថា to be ចាឧទាហរណ៍នេះ the dog is big ចា the dog is big ចាអញ្ចឹង is នេះហើយគឺជា verb to be នឹងពាក្យថា big នឹងហើយវានៅខាងក្រោយកិរិយាសព្ទ is នេះឬក៏ is នេះវានៅខាងមុខចាខាងមុខនឹងពាក្យគុណនាមនេះចាអញ្ចឹងគេថា after is or are after មានន័យថានៅបន្ទាប់ចាអញ្ចឹងបន្ទាប់ពី is នេះរួចគឺ big នេះគឺជាគុណនាមនេះឯងចាអញ្ចឹងយើងចូលមើលឧទាហរណ៍ជាប្រយោគមើលចាឧទាហរណ៍ជាប្រយោគនេះ the cat is big ចា the cat is big ឆ្មាគឺធំចាអញ្ចឹងនេះគឺជាគុណនាមឲ្យពាក្យថា big នេះចាពាក្យថា big ធំនេះគឺមានន័យថាគុណនាម
ចឹង is នេះគឺវានៅខាងមុខចាខាងមុខគុណនាមនេះដែលអ្នកគ្រូបានបញ្យល់មិញហ្នឹងគឺគុណនាមគឺវានៅខាងបន្ទាប់នៃកិរិយាសព្ទ is នេះចាយើងមើលឧទាហរណ៍មួយទៀតគឺ she is happy she is happy ចាមានន័យថានាងគឺសប្បាយចិត្តចាអញ្ចឹង clear ប្រយោគនេះគឺ is happy happy នេះហើយគឺជាគុណនាមចាគុណនាមចា is នេះគឺជា verb ចា is ឬក៏ are នេះគឺវានៅខាងមុខពាក្យ happy អញ្ចឹងពាក្យ happy គុណនាមនេះគឺវានៅបន្ទាប់ពីកិរិយាសព្ទ is ឬក៏ are នឹងឯងចាហើយយើងមកឧទាហរណ៍បន្តទៀតគឺចា this is a red apples this is a red apple ចាចឹងមានន័យថានេះគឺជាផ្លែប៉ោមពណ៌ក្រហមមួយផ្លែអញ្ចឹងណាចឹងបងប្អូនមើលតើពាក្យណាគឺជាគុណនាមចាពាក្យដែលជាគុណនាមគឺពាក្យថា red នេះឯង red apple ចាចឹងគុណនាមសំដៅទៅលើពណ៌ក្រហមនេះគឺគុណនាមចា this is a red apple ចានេះគឺជាផ្លែប៉ោមពណ៌ក្រហមមួយផ្លែចាយើងមើលតទៀត I have a small dog I have a small dog ខ្ញុំមានឆ្កែតូចមួយក្បាលចាឬខ្ញុំមានឆ្កែតូចមួយចាអញ្ចឹងពាក្យណាដែលជាគុណនាមចាពាក្យថា small នេះឯងគឺជាគុណនាម small នឹងន័យថាតូចចា small គឺគុណនាមបញ្ជាក់ន័យឲ្យនាមគឺជាសត្វឆ្កែនេះឯងឆ្កែហ្នឹងគឺតូចបញ្ជាក់ន័យថាឆ្កែតូចចាគុណនាមបញ្ជាក់ន័យឲ្យនាមចាចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះយើងជួបគ្នានៅមេរៀនបន្តទៀត